សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដឹងអំពីព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំដែលគេហៅថា Jackson Hole Jackson Hole Economic Policy គឺជាវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំដែលប្រមូលផ្ដុំមន្ត្រីធនាគារកណ្ដាលអ្នកជំនាញសេដ្ឋកិច្ចនិងអ្នកចូលរួមទីផ្សារមកពីជុំវិញពិភពលោកឆ្នាំនេះព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែសីហាឆ្នាំ2026ហើយចំណុចដែលទីផ្សារផ្ដោតខ្លាំងបំផុតគឺសុន្ទរកថារបស់លោក Kevin Roth ប្រធានធនាគារកណ្ដាលអាមេរិកនៅថ្ងៃទី28សីហាអ្វីដែលអ្នកវិនិយោគកំពុងរងចាំគឺលោក Roth នឹងបង្ហាញទិសដៅអត្រាការប្រាក់របស់ធនាគារកណ្ដាលយ៉ាងដូចម្តេចខណៈអតិផរណានៅតែខ្ពស់ជាងគោលដៅ 2% និងទីផ្សារបំណុលអាមេរិកកំពុងមានភាពតានតឹងប្រសិនបើលោក Roth បង្ហាញសញ្ញាថាអាចបន្ធូរអត្រាការប្រាក់ឬមានភាពបត់បែនចំពោះការកាត់អត្រាការប្រាក់នោះប្រាក់ដុល្លារនិងប័ណ្ណបំណុលអាចធ្លាក់ចុះថ្លៃហើយជំរុញឲ្យមាសមានឱកាសបន្តឡើងប៉ុន្តែប្រសិនបើលោក Roth ផ្ដោតលើការទប់អតិផរណានិងបង្ហាញថាអត្រាការប្រាក់អាចនៅខ្ពស់ឬមិនទាន់មានការកាត់អត្រាការប្រាក់នោះប្រាក់ដុល្លារនិងប័ណ្ណបំណុលអាចឡើងថ្លៃហើយដាក់សម្ពាធលើតម្លៃមាសឲ្យធ្លាក់ចុះវិញផងដែរហើយអ្វីបានជាព្រឹត្តិការណ៍ Jackson Hole សំខាន់សម្រាប់ការប្រែប្រួលតម្លៃមាសនៅពេលនេះតម្លៃមាសបានឡើងខ្លាំងក្នុងសប្តាហ៍នេះដោយបានឡើងជិតគៀកតំបន់$4,700ក្នុង1អោនហើយទីផ្សារកំពុងរងចាំទិសដៅថ្មីពីធនាគារកណ្ដាលអាមេរិកដូច្នេះសន្ទរកថារបស់លោក Kevin Roth អាចក្លាយជាកាតាលីករដ៏ធំសម្រាប់ការប្រែប្រួលទៅលើតម្លៃមាសហក់ឡើងបន្តឬអាចធ្លាក់ចុះថ្លៃមកវិញខ្លះសូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះ